ជំរាបសួរលោកគ្រូខ្ញុំធ្វើវីដេអូតាក់ទងជាមួយនឹង cryptography ដែលមាន SCP SSH ហើយនិង SFTP អញ្ចឹងនៅក្នុងនឹងដែរគឺយើងធ្វើតាក់ទងជាមួយនឹងការ remote ដែលមាន remote data ដែលយើងប្រើ SCP គឺការ transfer data ហើយនឹងមួយទៀត remote web login ការ login ហើយនឹងមួយទៀត remote application ដែលយើងប្រើ SFTP ដែលវាតាក់ទងទៅលើការ live file system មានន័យថាយើងទាំង login ទាំង transfer data អញ្ចឹងដំបូងគឺយើងត្រូវ create user សិនអញ្ចឹងយើងធ្វើការ create user ចំនួន3ដែលមានSCP user SH user ហើយនិង SFTP user អញ្ចឹងយើងធ្វើការ create user ប្រើ sudo add user ហើយយើងដាក់ឈ្មោះ user របស់យើងដែលចង់បង្កើតអញ្ចឹងខ្ញុំដាក់ SCP user អញ្ចឹងខ្ញុំធ្វើការ enter ហើយបន្តមកទៀតខ្ញុំធ្វើការដាក់ password ឲ្យកាន់ user របស់ខ្ញុំអូខេអញ្ចឹងខ្ញុំអូខេអញ្ចឹង password ទៀតអញ្ចឹងយើងធ្វើការ enter អូខេអញ្ចឹងខ្ញុំបង្កើត user បានមួយហើយអញ្ចឹងខ្ញុំបង្កើត user មួយទៀតគឺ SSH user អូខេអូខេហើយមួយទៀតគឺ SFTP user អញ្ចឹងយើងធ្វើការ enter password អូខេអញ្ចឹងខ្ញុំធ្វើការបង្កើត user រួចអស់ហើយអញ្ចឹងខ្ញុំនឹងធ្វើការshow user ដែលខ្ញុំបានបង្កើតមិញអញ្ចឹង comchain .u ហើយយើងប្រើ crypt .e ហើយយើងដាក់ឈ្មោះ user របស់យើងដោយបានបង្កើតមិញយើង se user SSH user ហើយនឹងមួយទៀត SFTP user ខ្ញុំធ្វើការ enter sorry ខ្ញុំវាយcomchain ខុសSFTP អូខេវាយ user ខុសមួយទៀត user យើងឃើញថាយើងមាន folder sorry user ចំនួន3ហើយអញ្ចឹងតមកទៀតយើងធ្វើការតាក់ទងជាមួយនឹងការ remote ទៅកាន់ធ្វើការ remote ទៅកាន់data មុនដោយតួនាទីរបស់វាគឺយើងធ្វើការ login ផងហើយនឹងចូលទៅកាន់ transfer data ផងអញ្ចឹងយើងត្រូវបង្កើត folder មួយដើម្បីទុក data របស់យើងអញ្ចឹងខ្ញុំធ្វើការ sudo login login ចូលទៅកាន់ user របស់យើងគឺ user SCP user ហើយបន្តមកទៀតខ្ញុំដាក់ password ចូលអូខេអញ្ចឹងខ្ញុំកំពុងតែឈរនៅក្នុង user របស់ខ្ញុំហើយអញ្ចឹងខ្ញុំធ្វើ
control alt mission ដើម្បី clear comment ខ្ញុំហើយបន្តមកទៀតខ្ញុំធ្វើការ create folder មួយគឺ mkd បន្ទាប់មកខ្ញុំដាក់ folder របស់ខ្ញុំគឺឈ្មោះ data ហើយបន្ទាប់មកទៀតខ្ញុំធ្វើការ ls ហើយនឹងមើល permission ដែរគឺខ្ញុំដក l ចឹងខ្ញុំឃើញថា user របស់ខ្ញុំមានសិទ្ធិទាំងអស់ទៅលើ folder data ហ្នឹងចឹងតមកទៀតគឺខ្ញុំត្រូវការ generate key generate asymmetric key ចឹងខ្ញុំធ្វើការចូលទៅកាន់ get back អូខេចឹងខ្ញុំធ្វើការចូលទៅកាន់ get back ហើយបន្តមកទៀតខ្ញុំត្រូវធ្វើការ generate key ដាក់ចូលទៅក្នុង SSH របស់ខ្ញុំចឹងខ្ញុំធ្វើការ cd ចូលទៅកាន់ទីតាំង .sh អូខេហើយបន្តមកទៀតគឺខ្ញុំចាប់ផ្ដើមធ្វើការ generate key របស់ខ្ញុំចឹងsh key chain អូខេហើយដក key ហើយបន្តមកទៀតខ្ញុំយើងប្រើជាប្រភេទ key អីគេចឹងយើងប្រើជាប្រភេទ key d ed 25 519អូខេហើយបន្តមកទៀតយើងធ្វើការ enter ហើយយើងដាក់ឈ្មោះ key របស់យើងចឹង key របស់យើងខ្ញុំដាក់ remote data key អូខេហើយបន្តមកទៀតយើង enter ហើយ password អត់ដាក់ទេអូខេហើយបន្តមកទៀតខ្ញុំសុំ clear មួយសិនហើយបន្តមកទៀតខ្ញុំធ្វើការ show key របស់យើងមិញខ្ញុំសុំ ls មួយចឹង key របស់យើងមិញគឺមាន remote data key ហើយមានមួយទៀត remote data key ដែរតែមាន extension .pub ចឹងមានន័យថា file នេះជា file public ហើយ key នេះជា key public ហើយ key នេះជា key private key ចឹងយើងមាន key 2ចឹងយើងធ្វើការរុញ key public នេះទៅកាន់ user ទាំង3របស់យើងគឺយើងដើម្បី share key ហ្នឹងចឹងដើម្បី share key បានគឺយើងត្រូវទៅយក key ដែលជា key public ដើម្បី share ទៅកាន់ user យើងបានចឹងយើងប្រើហើយយើងត្រូវយក key remote data key .pub ហ្នឹងដើម្បីរុញទៅកាន់ user របស់យើងទាំង3ដែលមាន user scp user sh ហើយនិង user sftp ចឹងយើងធ្វើការរុញចូលចឹងយើងដើម្បីរុញចូលបានយើងប្រើ command sh .copy .id space 1ហើយយើងដក i space 1ទៀតហើយយើងយក key របស់យើងជា public key remote data key .pub អូខេហើយបន្តមកទៀតយើងធ្វើការ remote ទៅកាន់ user ណាអញ្ចឹងយើង remote ទៅកាន់ user scp របស់យើង scp user ហើយឆ្លងកាត់តាម net network របស់យើងអញ្ចឹង network របស់ខ្ញុំ 172.20.10.9 ចឹងខ្ញុំធ្វើការ enter
ok ចង់យើងធ្វើការដាក់ password របស់យើងចូលអូខេហើយបន្តមកទៀតយើងធ្វើការcopy ដាក់ទៅកាន់ user របស់យើងមួយទៀតគឺ sh user ហើយឆ្លងកាត់តាម network របស់យើងហ្នឹងហើយបន្តទៀតយើងធ្វើការ enter អូខេ password របស់យើងអូខេហើយបន្តមកទៀត copy ទៅកាន់ user មួយទៀតគឺ sftp user sftp user អូខេចឹងយើងធ្វើយើងរុញទៅកាន់ user របស់យើងអស់ហើយចឹងកន្លែងនេះយើង clear មួយសិនហើយបន្តមកទៀតគឺយើងធ្វើការ test ទៅកាន់ខ្ញុំធ្វើការ test ទៅកាន់ transfer data សិនគឺ scp របស់យើងអញ្ចឹងខ្ញុំធ្វើការ test ដោយខ្ញុំបង្កើតខ្ញុំបង្កើត folder មួយទៀតដែលឈ្មោះ data ដូចគ្នាដើម្បីខ្ញុំដាក់ data ទុកបន្តទៀតខ្ញុំធ្វើការ cd ចូល data របស់ខ្ញុំអូខេខ្ញុំធ្វើការ enter ហើយបន្តមកទៀតខ្ញុំធ្វើការ create file មួយអញ្ចឹងខ្ញុំប្រើ type sorry បង្កើត file ចំនួន 3 បង្កើត file ចំនួន 3 អញ្ចឹងខ្ញុំដាក់ file ហើយបន្តមកទៀតខ្ញុំធ្វើការរកពី1ដល់3អូខេហើយខ្ញុំ .ok មួយអូខេបន្ទាប់ពីខ្ញុំបង្កើតរួចហើយខ្ញុំធ្វើការមើលជាមួយនឹងទីតាំង path តាក់ទងជាមួយនឹង path ចឹង pwd អូខេចឹងទីតាំង data របស់ខ្ញុំគឺវាឈរនៅលើកន្លែងនេះចឹងខ្ញុំធ្វើការ copy ទីតាំងនឹងទុកមួយដើម្បីធ្វើតាក់ទងជាមួយនឹង shortcut command អញ្ចឹងខ្ញុំធ្វើការ shortcut command របស់ខ្ញុំអូខេចឹងខ្ញុំ scp .i ហើយទីតាំង .sh .remote data key របស់ខ្ញុំហើយ .i sorry .o ហើយខ្ញុំpaste path របស់ខ្ញុំចូលហើយបន្តមកទៀតគឺហើយ scp user កាន់ user របស់ខ្ញុំ12.20.10.9 ហើយធ្វើការដាក់ទៅកាន់ home sorry directory home scp user ហើយបន្តមកទៀត data file data របស់ខ្ញុំដាក់ចូលទៅក្នុង home របស់ខ្ញុំនេះអូខេមកទៀតខ្ញុំធ្វើការ copy ទុកខ្ញុំធ្វើការ enter តមកទៀតគឺខ្ញុំវិញទៅកាន់ទីតាំង sh របស់ខ្ញុំsorry base rc អូខេខ្ញុំវិញចូលទៅកាន់ base
C ហើយបន្តមកទៀតខ្ញុំដាក់ comment ខាងក្រោមអូខេចាំខ្ញុំប្រើខាងលើ alias remote scp user smileខ្ញុំធ្វើការផាស comment របស់ខ្ញុំចូល sorryខ្ញុំធ្វើការ save ហើយខ្ញុំធ្វើការ source best RC របស់ខ្ញុំអូខេហើយបន្តមកទៀតខ្ញុំធ្វើការវាយ comment របស់ខ្ញុំមិញហ្នឹង scp user អូខេខ្ញុំសូមធ្វើម្ដងទៀតដោយសារខ្ញុំភ្លេចដាក់ថ្មីក្រោយពីនេះទៅពេលចឹងទៅខុសខ្ញុំធ្វើការ enter ម្ដងទៀតអូខេហើយបន្តមកទៀតខ្ញុំធ្វើការ vim ចូលទៅកាន់ base rc ហើយត្រូវអស់ហើយអូខេហើយបន្តមកទៀតខ្ញុំធ្វើការ run command ខ្ញុំមិញអូខេចឹងខ្ញុំធ្វើការ remote ម្ដងទៀតខ្ញុំឃើញតំណែងរបស់ខ្ញុំគឺបាន transfer data ជោគជ័យហើយចឹងបន្តមកទៀតគឺខ្ញុំធ្វើការតាក់ទងជាមួយនឹង SSH តែការ remote ចូល SSH ក្នុងការពេញផ្ទាត់ជាមួយ client របស់យើងចឹងប្រើ SSH SSH.i SSH.i ហើយបន្តមកទៀតកាន់ទីតាំង .ssh remote data key SSH user របស់យើងហើយបន្តមកទៀតឆ្លងកាត់តាម2.20.10.9 អូខេចឹងខ្ញុំធ្វើការenter
ok chẳng nhom remote châu bay này đôi ọt của bạn ra password thì chẳng nhom exit tránh ok hai bắt đầu một tiết nhom thưa cái copy comment nắng để bay thưa shortcut comment ok đầu một tiết mình click comment muối hai nhom vim tập can base OC với nhóm base OC ok làm tập một tiết nhóm thử cái elite một tiết rồi một comment của nhóm cứ remote SSH user nice má nhóm pack comment của nhóm chốt ok hai nhóm thua cả sale hai nhóm thua cả source base OC với nhóm hai nhóm vay remote comment với nhóm mình nữa remote SSH user sorry nhóm xong cho tờ viên còn tiếng click E ok nhóm sort đầu tiên thực ra vài comment bởi nhóm trong nhóm châu bàn chụp cháy háo hai tập một tiết nhưng thưa ca test để tông cho mùi nắng SFTP đời hạ dân login trans tên login hay nâng transfer mình đây thay dân cho đây thay dân like data mình đây thay bây dân cho lưu bình tốt hay nâng nơi Windows cứ dương miền data để miền đôi clear trong như vậy comment mũi SFTP dot a dot ASH remote data key hai SFTP user bây giờ lồng cắt tam chuyện buồn thực ra em thá chẳng dân trôi ba này đôi công vùng tay cho xong copy code ở comment nâng mối ok hai tập một tiết chẳng cô thọ về nhầm trôi được khăn nâng nhầm trong LM tên này chẳng về nhầm LM mình đây thay là khăn dù bộ tu nâng ở toàn miền tên này tại vì về nhầm vài LM mình đây thay nhầm cầm bông để check mơ tên này nâng là khăn bộ miền là khăn connect window chẳng là tên về nhầm vài LM mình đây thay nhầm cầm bông để mơ tên này là khăn window hai bên như vậy ở em này thành nhom công pong mơ tên này nó mơ để tam ở dương ấy nó nơi không Linux bây giờ chống dương pra SFTP nó cứ dương ai online data bán nó dương ai cho mơ khang nào các bạn này rồi khang pi nó để tham việc và hai như họ file folder system window trong tổng một tiết nhóm thưa cả exit tránh ok nhóm exit tránh hay nhóm thưa shortcut comment trong nhóm vim tập can
vim ទៅកាន់ base RC របស់ខ្ញុំអូខេហើយបន្តមកទៀតខ្ញុំឯនេះ alias មួយទៀតalias remote dot ច្រឡំ remote sftp user ស្មើជាមួយនឹងយើងផាសsorry សុំ save មួយសិនខ្ញុំ copy ម្ដងទៀតអូខេខ្ញុំ vim ចូលម្ដងទៀតខ្ញុំធ្វើការផាសចូលអូខេហើយខ្ញុំធ្វើការ save ហើយខ្ញុំសោះអូខេសោះរបស់ខ្ញុំហើយបន្តទៀតខ្ញុំវាយ comment នឹងចូល remote sftp user ចឹងមានន័យថាខ្ញុំចូលបានហើយចឹងខ្ញុំចង់មើលទៅនៅក្នុងហ្នឹងហើយមើលទៀតមើលទៅនៅមើល folder system នៅក្នុង Windows ចឹងមើលបានចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេអរគុណលោកគ្រូហើយនឹងជម្រាបលាលោកគ្រូ